vitamin D ហើយនឹង vitamin D3 K2 នឹងខុសគ្នាមិនកាប់ vitamin D ជាឈ្មោះ brand name នៅខាងក្រៅអ្នកខ្លះទៅគេដាក់ D3 អ្នកខ្លះទៅ vitamin D ធម្មតាអញ្ចឹងឬក៏អាចឈ្មោះផ្សេងៗទៀតអញ្ចឹងទៅតាម brand name មួយក៏ប៉ុន្តែសារធាតុដែលសំខាន់គឺពាក់ព័ន្ធទៅនឹង vitamin D3 ហ្នឹងគឺអ្នកទាំងអស់គ្នាសុទ្ធតែដឹងគឺវាជួយទៅដល់ការស្រូបយកកាល់ស្យូមចូលទៅក្នុងឆ្អឹងហើយវាក៏ជាផ្នែកមួយដែលជួយដល់ពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយដែរហើយដែលឡែកទៅលើ vitamin ដែលមាន K2 ហ្នឹងវា K2 ហ្នឹងវាជួយទៅដល់ការស្រូបយកកាល់ស្យូមចូលទៅក្នុងឆ្អឹងដូចគ្នាអញ្ចឹងបើសិនជា vitamin D3 បូក K2 វាជួយជំរុញការស្រូបយកហ្នឹងកាន់តែល្អជាងមុនទៀតប៉ុន្តែសម្រាប់ក្មេងដែលមានបញ្ហាជំងឺ G6PD គឺអត់អាចប្រើ vitamin ដែលមាន K2 បានទេអញ្ចឹងអ្នកទាំងអស់គ្នាអាចថំប្រើតែ vitamin D ឬក៏ vitamin D3 ធម្មតាទេអ្នកទាំងអស់គ្នាអាចអានទៅលើ label បានអញ្ចឹងណាហើយគួរតែប្រើ vitamin D ដល់អាយុប៉ុន្មានជាទូទៅគឺតាម guideline របស់ WHO គេណែនាំឲ្យយើងប្រើដល់អាយុពីកើតដល់6ឆ្នាំប៉ុន្តែសម្រាប់ក្មេងដែលគាត់ញ៉ាំ formula meal ឬក៏គេហៅថាទឹកដោះគោម្សៅឆុងហ្នឹងអ្នកទាំងអស់គ្នាគួរតែអានទៅលើ label របស់ម្សៅទឹកដោះគោដែរដោយសារអីនៅក្នុងម្សៅទឹកដោះគោវាមានស្ទើរតែគ្រប់គ្រាន់ហើយនៅសារធាតុ vitamin D ហ្នឹងណាប៉ុន្តែបើសម្រាប់ក្មេងបើដោះគួរតែចាប់ផ្ដើមផ្ដល់តាំងពីកើតទៅដោយសារតែនៅក្នុងទឹកដោះម្ដាយគឺអត់មានគ្រប់គ្រាន់ទេទៅលើចុះក្មេងក្រោយ6ឆ្នាំគួរតែប្រើអត់វាអាស្រ័យទៅលើអាហារដែលគាត់ញ៉ាំប្រចាំថ្ងៃនិងការ lifestyle របស់គាត់សារត្រូវពលឺថ្ងៃអីអត់គាត់មានការលេងកីឡាអីអត់ចឹងណាបើសិនជាប្រើយើងអាចប្រើនៅក្នុងដុសកម្រិតមួយដែល recommend ជាការប្រើប្រាស់ប្រចាំថ្ងៃជាទូទៅអាចត្រឹមតែ600 IU នៅក្នុងមួយថ្ងៃអញ្ចឹងអ្នកទាំងអស់គ្នាគួរតែមានការប្រឹក្សាជាមួយនឹងគ្រូពេទ្យជាមុនសិនមុននឹងធ្វើការប្រើប្រាស់មិនថាជាប្រភេទវីតាមីនអីក៏ដោយ